ជនបទជុំវិញផ្ទះអញ្ចឹងណាស្វាយត្រូវទឹកភ្លៀងបងnóនិយាយថាស្លឹកវាលោះថ្មីចេះមកបងបានទស្សនាអញ្ចឹងណានៅស្វាយចិត្តអស់ដែរបងប្អូនគ្នាហើយចាប់ដើមស្លោះស្លឹកថ្មីដែរហើយទៀបខ្ញុំវាដឹងមិនវាងាប់ស្លឹកនេះងាប់ស្លឹកអាលើនេះប៉ុន្តែនេះវាលោះចាប់ដើមហូមិនងឹតគ្រប់ទៅដឹងទៅណាណីតាមទៀបអានឹងហៅទៀបយើងធ្វើអំពេងវាអញ្ចឹងមកពេងវានេះទេអូកូនទេបងប្អូនគ្នាអូកូនទេវាសុស្ដីបងប្អូនគ្នាពេលលឹមឡើងឲ្យភ្លៀងលឹមហ្មងឥឡូវមកថតទេសភាពបែបស្រុកស្រែពេលលឹមឡើងអញ្ចឹងបងប្អូនគ្នាហើយមើលដំណាំជុំវិញផ្ទះអញ្ចឹងណាស្លឹកវាលោះថ្មីចេះមកទឹកធ្លាក់តួបងប្អូនគ្នាតួធ្លាក់មកប៉ក់ឥឡូវភ្លៀងមកលឹមស្រក់ពេលត្រីមិនដល់ត្រីបងប្អូនពេលលឹមឡើងអញ្ចឹងណាហើយចង់ចែកម្លែកបែបជនបទអញ្ចឹងណាបងប្អូនគ្នាហើយថតដំណាំជុំវិញផ្ទះឲ្យបងប្អូនបានទស្សនាអញ្ចឹងណានៅស្វាយចិត្តអស់ដែរបងប្អូនគ្នានេះស្វាយបងប្អូនគ្នាស្វាយឥឡូវចាប់ដើមលោះស្លឹកថ្មីហើយថ្វាយសល់ប្រហែលផ្លែ3 4ផ្លែដែរបងប្អូនគ្នានេះវាលោះស្លឹកថ្មីទៅទឹកភ្លៀងប្រហែលថ្ងៃណាហើយនៅសัตว์ចាប់ចង់ឲ្យធ្វើសម្បុកលើដើមស្វាយហ្មងបងប្អូនគ្នាអូមើលនេះដើមនេះស្លឹកលោះថ្មីចេះហ្មងអូសល់ផ្លែ2 3ដែរបងប្អូនគ្នាហើយចាប់ដើមលោះស្លឹកថ្មីដែរហើយទៀបខ្ញុំវាដឹងមិនវាងាប់ស្លឹកនេះងាប់ស្លឹកអាលើនេះប៉ុន្តែនេះវាលោះចាប់ដើមលោះថ្មីវាត្រូវទឹកភ្លៀងនេះត្រូវទឹកភ្លៀងវិញហ្នឹងពេលព្រលឹមឡើងមុជងឹតភ្លុបបងនេះបងប្អូនមើលចុះស្មៅអេហ្មងស្មៅលោះហូមិនងឹតគ្រប់ទៅដឹងទៅណាណីណាដើមសបាយលោះស្លឹកហើយពេលយើងថត់ពេលទលឹមឡើងអញ្ចឹងវាធម្មជាតិអេមដែរតើបងប្អូនស្រស់បំប្រងតែម្ដងបងប្អូនអើយបែបជនបទមានអីទេហើយលោកភ្លៀងលឹមមកតិចស្រក់ដើមចេកគាត់កាប់ធ្វើខ្សែនំខ្សែអស់ហើយបងប្អូនគ្នានេះអូនេះរបស់ខ្ញុំអានេះក៏ងាប់ដែរប៉ុន្តែវាលោះស្លឹកថ្មីបងប្អូនគ្នាតាមទៀបអានឹងហៅទៀបយើងធ្វើអំពេងវាអញ្ចឹងមកពេងវានេះហើយវាចាប់ដើមលោះស្លឹកថ្មីតែអត់តាន់បានផ្លែបងប្អូនគ្នាអើយតាន់បានផ្លែហើយមើលខាងបងមើលងឹតគ្រប់ទៀតហើយងឹតគ្រប់ទៀតហ្មងអានេះគាត់ប្រុសដូចជាគាត់ប្រុសអីបងប្អូនគ្នាដូចជាបើមិនទេអូកូនទេបងប្អូនគ្នាអូកូនទេគាត់ចាប់ដើមមើលប្រុសកូនទេទៅណាមានអីទេតាមជនបទអញ្ចឹងក្រៅពីរោគត្រីរោគក្តាមរោគខ្យងអីចឹងហើយក៏មានខ្យល់មានអីហោះខ្លាញបងប្អូនបានទស្សនាអញ្ចឹងឥឡូវភ្លៀងមករលឹមតិចទៀតហើយស្រក់ដឹងទៅណាគាត់ពេលឈ្ញាក់ឡើងមកឃើញទេសភាពរៀងតំណងដែរក៏ចែកជូនបងប្អូនបានទស្សនាអញ្ចឹងណាហើយវីដេអូខ្ញុំបែបជនបទហ្នឹងហើយស្រឡាញ់ចូលចិត្តកុំភ្លេចជួយ like ជួយអីចឹងណាដើម្បីទទួលបានវីដេអូថ្មីពីខ្ញុំហើយ subscribe អ្នកមួយផងបងប្អូននេះហើយមើលលហុងធម្មជាតិហ្មងតុំមួយបាទតែវាខ្ពស់ទៀតតយកឈើហុកបងប្អូនគ្នាឈើហុកនឹងបាននេះតុំមួយមើលតិចចាំលោកបេះវាពេលយើងថតលំឡើងចឹងអេមដែរស្លឹកលក្ខណៈរុក្ខជាតិជុំវិញផ្ទះចឹងវាកប់សេរីតែម្ដងហ្នឹងហើយបងប្អូនគ្នាឥឡូវភ្លៀងមកទៀតហើយមើលនេះលលឹមតិចមកទៀតអូនវីដេអូខ្ញុំមកចែកជូនបងប្អូនបានទស្សនាប៉ុណ្ណឹងដែរបែបជនបទជុំវិញផ្ទះអញ្ចឹងណាពេលព្រឹកឡើងអញ្ចឹងណាហើយជាចុងក្រោយសូមអរគុណបងប្អូនដែលទស្សនាវីដេអូខ្ញុំរហូតដល់ចប់បាទកុំភ្លេចជួយ like ជួយ subscribe channel ខ្ញុំអ្នកមួយផងបាទដើម្បីទទួលបានវីដេអូថ្មីបែបជនបទសុខស្រាយអញ្ចឹងអរគុណច្រើនជួបគ្នាវីដេអូក្រោយ
bye bye